ផ្កាយដ៏កន្ទុយថ្មីបង្ហាញខ្លួនក្នុងឆ្នាំ2025និងអាចស្វែងរកឃើញនៅពាក់កណ្ដាលខែមេសានេះក្រុមតារាវិទូនិងអ្នកនិយមថតទស្សនភាពពិសេសនៃផ្ទៃមេឃផែនដីកំពុងមានការភ្ញាក់ផ្អើលបន្ទាប់ពីការប្រកាសរកឃើញផ្កាយដ៏កន្ទុយថ្មីមួយនៅពេលដែលវាអាចបង្ហាញវត្តមានលើផ្ទៃមេឃផែនដីតែម្ដងផ្កាយដ៏កន្ទុយដែលជាភាសាអង់គ្លេសហៅថា Comet ថ្មីមួយនោះត្រូវបានដាក់ឈ្មោះឲ្យថា C2025F2 ឬ SWAN ខណៈរូបភាពជាច្រើនរបស់វាក៏ត្រូវបានចែកចាយទៅក្នុងបណ្ដាញសង្គមរួចហើយដែរ C2025F2 ឬ SWAN ត្រូវបានរកឃើញកាលពីប្រមាណសប្តាហ៍មុននេះប៉ុណ្ណោះហើយឈានមកដល់ជិតពាក់កណ្ដាលខែមេសានេះការឃើញនឹងភ្នែកហាក់មិនសូវអំណោយផលទេពន្លឺវាខ្សោយឬបើអ្នកមើលឃើញនឹងអាចច្រឡំថាជាពន្លឺផ្កាយព្រាលៗមួយប៉ុណ្ណោះតែប្រសិនបើមានកាមេរ៉ាល្អនិងស្គាល់ទីតាំងបង្ហាញខ្លួនរបស់វាទៀតនោះលោកអ្នកអាចស្វែងរកវត្តមានវាដោយខ្លួនឯងបានសម្រាប់ពេលវេលាដ៏ល្អដែលវាបង្ហាញខ្លួននោះគឺនៅពេលទៀបភ្លឺរហូតដល់ព្រឹកព្រហៀមមុនព្រះអាទិត្យរះឬចាប់ពីម៉ោង 4:30 នាទីដល់ម៉ោង 5:00 នាទីព្រឹកពីលើតំបន់ជើងមេឃទិសខាងកើតសម្រាប់ផ្កាយដ៏កន្ទុយខាងលើនេះគឺត្រូវបានរកឃើញដំបូងហើយដោយតារាវិទូអូស្ត្រាលីលោក Michael Mathis-Azzo តាមរយៈការបញ្ជាទៅលើឧបករណ៍ SWAN នៅជាប់ Telescope អវកាស SOHO របស់អង្គការ NASA ដែលមានតួនាទីសង្កេតវត្តមានរបស់អ៊ីដ្រូសែននៅក្នុងខ្យល់ជះចេញពីព្រះអាទិត្យដែលយើងហៅថា Solar Wind នោះបន្ទាប់ពីការត្រួតពិនិត្យភាពជាក់លាក់រួចផ្កាយដ៏កន្ទុយថ្មីនេះត្រូវបានទទួលស្គាល់ដោយសហភាពតារាសាស្ត្រអន្តរជាតិហៅកាត់ថា IAU ដោយមានឈ្មោះក្នុងបញ្ជីថា Comet C2025F2 ឬ SWANគិតត្រឹមថ្ងៃទី10ខែមេសាឆ្នាំ2025នេះផ្កាយដ៏កន្ទុយ C2025F2 ឬ SWAN កំពុងស្ថិតនៅក្នុងចម្ងាយ201លានគីឡូម៉ែត្រពីភពផែនដីគឺនៅម្ដុំតារានិករ Pegasus បើយើងមើលទៅលើផ្ទៃមេឃផែនដីការប្រើប្រាស់ app ដើម្បីស្វែងរកវាគឺជារឿងចាំបាច់បំផុតដោយលោកអ្នកអាចប្រើប្រាស់ app តាមកុំព្យូទ័រនិងទូរស័ព្ទមានឈ្មោះថា Skylive ឬ Starwalk បានផងដែរគូបញ្ជាក់ថាប្រសិនបើអ្នករស់នៅអត្តកូលខាងជើងផែនដីដូចជានៅកម្ពុជាយើងជាដើមការស្វែងរកឃើញ C2025F2 គឺអាចធ្វើទៅបានត្រឹមថ្ងៃទី14ខែមេសាឆ្នាំ2025ប៉ុណ្ណោះខណៈបន្ទាប់ពីនោះវានឹងគោចរទៅដល់កន្លងគៀកព្រះអាទិត្យបំផុតនៅថ្ងៃទី1ខែឧសភាឆ្នាំ2025ដែលมันអាចឲ្យសង្កេតមើលឃើញទេហើយបន្ទាប់ពីនោះទៀតទើបបណ្ដាប្រទេសនៅអត្តកូលខាងត្បូងដូចជាអូស្ត្រាលី ឈីលីនិងអាហ្វ្រិកខាងត្បូងជាដើមអាចសង្កេតមើលឃើញវាវិញម្ដងទីបំផុតចន្លោះប្រហោងនៃការវិភាគរកប្រភពដើមនៃទឹកលើផែនដីត្រូវបានបំពេញហើយកាយទារកមួយដួងដែលស្ថិតនៅម្ដុំតារានិករ Orion បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិខណៈនៅជុំវិញតារានោះត្រូវបានគេរកឃើញថាមានវត្តមានម៉ូលេគុលទឹកដែលជាតម្រុយដ៏សំខាន់សម្រាប់ការវិភាគអំពីប្រភពដើមនៃវត្តមានទឹកលើភពផែនដីដែលកន្លងមកមានចន្លោះប្រហោងមួយយ៉ាងធំនៅលើទ្រឹស្ដីនេះតើក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់បែបនេះបានយ៉ាងដូចម្ដេចផ្កាយទារកកំពុងស្ថិតនៅក្នុងដំណាក់កាលប្រមូលផ្ដុំរូបរាងនោះមានឈ្មោះថា V883 Orionis ស្ថិតនៅចម្ងាយ 1300 ឆ្នាំពន្លឺពីភពផែនដី1ឆ្នាំពន្លឺស្មើនឹង 9.46 trillion គីឡូម៉ែត្រគន្លឹះសំខាន់បំផុតដែលក្រុមតារាវិទូបានរកឃើញពីតារាក្មេងមួយនេះត្រូវបានគេហៅថា Missing Link ឬដំណភ្ជាប់ដែលបានដាច់ហើយចំណុចនេះបានក្លាយជាតម្រុយសំខាន់សម្រាប់ឲ្យពួកគេគាំទ្រយ៉ាងពេញលេញទៅលើទ្រឹស្ដីអំពីប្រភពដើមនៃទឹកនៅលើភពផែនដីដែលកំពុងស្ថិតនៅជាប្រធានបទប្រទីងប្រទង់គ្នានៅឡើយនោះតាមរយៈ Telescope ចាប់រលកសញ្ញាវិទ្យុមានឈ្មោះថា ALMA
ក្រុមតារាវិទូបានរកឃើញវត្តមានទឹកក្នុងទម្រង់ជាឧស្ម័នដែលមានធាតុគីមីផ្សំស្រដៀងទៅនឹងអ្វីដែលគេបានរកឃើញនៅក្នុងផ្កាយដុតកន្ទុយនានាដែលធ្លាប់ហោះមកកៀកភពផែនដីផងដែរនេះជាភស្តុតាងដ៏សំខាន់ដែលបង្ហាញថាទឹកត្រូវបានបញ្ជូនមកកាន់ភពផែនដីតាំងពីបុរាណតាមរយៈផ្កាយដុតកន្ទុយនានាមកពីតំបន់ពពកឧស្ម័នទាំងឡាយដែលមានអាយុកាលចាស់ជាងព្រះអាទិត្យយើងនេះទៅទៀតយោងតាមលទ្ធផលនៃការអង្កេតខាងលើនេះក្រុមតារាវិទូបានប្រទះឃើញទឹកចល័តពីបណ្ដុំពពកឧស្ម័នទៅកាន់បន្ទះឌីស្នីភពនានាកំពុងចាប់កំណើត Protoplanetary Disk នៅជុំវិញផ្កាយ V883 Orionis នោះហើយបន្ទាប់មកទៀតទឹកត្រូវបានដឹកនាំតាមរយៈផ្កាយដុសកន្ទុយទៅកាន់ភពទាំងនោះប៉ុន្តែអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា missing link ឬដំណភ្ជាប់ដែលបានដាច់ឬការបាត់ដាននឹងតម្រុយនោះគឺការបញ្ជូនទឹកពីផ្កាយក្មេងទៅកាន់ផ្កាយដុសកន្ទុយនានាដែលចំណុចចន្លោះប្រហោងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីបំផុតឈានចូលមកដល់ថ្ងៃទី8ខែមិនិនាឆ្នាំ2023នេះក្រុមអ្នកវិទ្យាសាស្ត្របានចេញមុខមកបំពេញចន្លោះប្រហោងខាងលើនេះហើយអ្នកដឹកនាំការស្រាវជ្រាវឈ្មោះ John Tobin មកពីមន្ទីរអង្កេតរលកវិទ្យុសញ្ញានៅឯទីក្រុង Charlottesville រដ្ឋ West Virginia សហរដ្ឋអាមេរិកបានពន្យល់ថា V883 Orionis គឺជាអ្វីមួយដែលបានបាត់ដានសំខាន់សមាសធាតុនៃទឹកនៅក្នុង disk គឺស្រដៀងទៅនឹងអ្វីដែលមាននៅក្នុងផ្កាដុសកន្ទុយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់នេះជាការបញ្ជាក់ពីគំនិតដែលថាទឹកដែលប្រព័ន្ធភពនានាមាននោះបានកកើតឡើងរាប់ពាន់លានឆ្នាំមុនគឺមុនព្រះអាទិត្យកកើតទៅទៀតនៅក្នុងតំបន់អន្តរអាវកាស Interstellar Space ហើយក្រោយមកទើបផ្កាយដុសកន្ទុយនិងផែនដីទទួលបានទឹកទាំងនោះដូច្នេះទ្រឹស្ដីនេះពិតជាពេញលេញនិងមិនត្រូវបានផ្លាស់ប្ដូរឡើយតាមដំណើរការខាងលើនេះបានឲ្យដឹងថាផ្កាយជាទូទៅចាប់កំណើតនៅក្នុងបណ្ដុំពពកធូលីនិងឧស្ម័នដ៏ធំសម្បើមដែលដួលរលំបន្តិចម្ដងនិងកាន់តែក្តៅគគុកឡើងនៅក្នុងដំណាក់កាលរួមផ្សំគ្នានោះនៅពេលដែលផ្កាយទារក Protostars មួយកំពុងប្រសូតចេញរូបរាងទៅហើយនោះកំទេចធូលីនិងឧស្ម័នដែលបន្សល់ទុកពីការបង្កើតផ្កាយនោះក៏คล้ายទៅជាបន្ទះឌីធូលីនិងឧស្ម័នព័ទ្ធជុំវិញផ្កាយនោះដោយខ្លះនៅជិតក៏បន្តត្រូវបានផ្កាយស្រូបចូលដើម្បីបង្កើនមាឌបន្តិចម្ដងនិងខ្លះទៀតស្ថិតនៅឆ្ងាយក៏ប្រមូលផ្ដុំคล้ายជាភពផ្កាយដុសកន្ទុយនិងអាចផ្កាយជាដើមនៅពេលដែលភពមួយត្រូវបានបង្កើតឡើងទឹកមកពីបន្ទះឌីសនៅជុំវិញភពនោះដែលកំពុងកកក្នុងផ្កាយដុសកន្ទុយរាប់លានដុំក៏ធ្លាក់ស្រោចទៅលើភពនោះតែម្ដងគូបញ្ជាក់ថាដើម្បីបង្កើតរបបគំហើញខាងលើនេះឡើងក្រុមតារាវិទូបានប្រើប្រាស់ការអង្កេតរលកវិទ្យុសញ្ញាដោយចាន Telescope 66 គ្រឿងរបស់ ALMA ស្ថិតនៅលើតំបន់ភ្នំភាគខាងជើងប្រទេសឈីលីពួកគេបានអង្កេតឃើញវត្តមានទឹកក្នុងបន្ទះឌីស្ទូលីនិងឧស្ម័នជុំវិញផ្កាយក្មេង V883 Orionis ដែលបរិមាណទឹកទាំងនោះអាចស្មើនឹង 1200 ដងនៃទឹកសមុទ្រទាំងអស់លើភពផែនដីឥឡូវនេះចន្លោះប្រហោងនៃការគាំទ្រទ្រឹស្ដីដែលវិភាគអំពីប្រភពដើមនៃវត្តមានទឹកលើផ្ទៃភពនានានោះត្រូវបានបំពេញទាំងស្រុងហើយក្រុមតារាវិទូនឹងអង្កេតប្រព័ន្ធនេះបន្ថែមទៀតដោយប្រើប្រាស់ Telescope ELT របស់អង្គការអឺរ៉ុប ESO ដែលនឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ2028